នៅពេលដែលយើង format delete វាអស់ហើយយើង select លើ primary option ដែលយើងរើសវាហ្នឹងមិញហ្នឹងហើយបន្ទាប់មកវាចេញ next ឲ្យអានេះមុនហ្នឹងវាអត់ចេញឲ្យទេឥឡូវយើងចុចលើ next ហ្នឹងទៅអញ្ចឹង Windows យើងគឺសួស្តីអ្នកទាំងអស់គ្នានេះខ្ញុំមានវីដេអូខ្លីៗតាក់ទងនឹងការ boot Windows 7 ចូលទៅក្នុងកុំព្យូទ័រហើយយើងប្រើ Flash ដើម្បីធ្វើការឈូស Windows ហ្នឹងអញ្ចឹងនៅពេលដែលយើងទាញ file ទាញអីវាចូលមកហើយវាឲ្យយើងរើសភាសារើសអីអាចំណុចហ្នឹងនៅត្រង់ចំណុចហ្នឹងយើងរើសឲ្យហើយក៏បានយើងមិនបាច់ចាំតាន់រើសក៏បានដែរកន្លែងហ្នឹងអ្នកទាំងអស់គ្នាវាមានអានេះកន្លែង format ម៉ោង tab index អីហ្នឹងកន្លែងហ្នឹងឥឡូវដាក់ថាជាយើងយក undo ហើយយកនេះក៏បានដែរវាត្រូវមកមួយប្រទេសយើងដែរជាត្រូវមកមួយប្រទេសយើងមួយយើងយក direct មិញទៅហើយចាំយើងកែតាមក្រោយក៏បានដែរអ្នកនរគ្នាកន្លែង format តាម index ហ្នឹងតោះមកអ្នកនរគ្នាចុច next អាខាងលើវានេះគឺភាសាតោះមក keyboard អីចឹងណាយើងចុច next មកហើយបន្ទាប់មកយកពាក្យថា install ចឹងតែប៉ុណ្ណឹងគឺវាដំណើរការ Windows របស់យើងចាប់ផ្ដើម boot ចូលទៅក្នុងកុំព្យូទ័រហ្នឹងអញ្ចឹងចាំពេលវាដំណើរការអូខេឥឡូវវា load មកហើយមិនខ្ញុំថាខ្ញុំនេះវាសិនអញ្ចឹងវាឲ្យយើងរើសយើងមាន professional ultimate អីចឹងទៅអ្នកនរគ្នាឥឡូវខ្ញុំយក ultimate 64 bit ចឹងទៅអ្នកនរគ្នាអាចរើស86 bit ឬមួយក៏64ទៅតាមកុំព្យូទ័ររបស់អ្នកនរគ្នាណានៅខ្ញុំយក64ហើយបន្ទាប់មកយើងចុចពាក្យ next ទៀតកន្លែងនេះយើងចុច accept ថេចឡើងមកហើយយើងយក next ទៀតមកហើយមកដល់ត្រង់ចំណុចនេះគឺយើងយក custom យក update យើងយក custom ឲ្យបានហើយមកដល់ចំណុចនេះគឺកន្លែង format hard disk មិនន័យថាយើងរើស hard disk ណាដែលត្រូវដាក់ system របស់យើងហ្នឹងអញ្ចឹងវាមានវាចេញច្រើនអញ្ចឹងអានេះវាទៅតាមកុំព្យូទ័រទេហើយអញ្ចឹងនៅលើកុំព្យូទ័ររបស់ខ្ញុំនេះគឺ partition មួយនេះហើយដែលត្រូវ format វាអញ្ចឹងខ្ញុំជ្រើសយកមួយហ្នឹងហើយបន្ទាប់មកយើងយក divide option មកហើយយើងយកពាក្យថា format ហើយយើងយកពាក្យថា OK ចឹងវាកំពុងតែ load បើខ្ញាល់អូខេឥឡូវវា load បានតែយើងចុច new អត់បានអញ្ចឹងយើងត្រូវយក delete មកតង់ទៀតព្រោះចំណុចហ្នឹងបើសិនជាវានេះបានយើងយក new ទៅគឺវាដំណើរការនៅនោះអញ្ចឹងវាអត់បានយើង delete មកតង់ទៀតដើម្បីឲ្យវាលុប file 2ខាងលើចោលអូខេឥឡូវវាលុប file នោះចោលហើយតែនេះគឺវាចេញ new ឲ្យយើងយើងចុច new មកហើយអានេះគឺវាត្រូវតាមអីដែលយើងបង្កើតមុនហ្នឹងយក apply មកពេលដែលយើងនេះហើយយើង select លើហ្នឹងពេលនេះអញ្ចឹងនៅពេលដែលយើង format delete វាអស់ហើយយើង select លើ primary option ដែលយើងរើសវាហ្នឹងមិញហ្នឹងហើយបន្ទាប់មកវាចេញ next ឲ្យអានេះមុនហ្នឹងវាអត់ចេញឲ្យទេឥឡូវយើងចុចលើ next ហ្នឹងទៅអញ្ចឹង Windows យើងគឺចាប់ផ្ដើមដំណើរការហើយអញ្ចឹងវាដើរពី1ដល់100អញ្ចឹងនៅពេលដែលវា load ពេញគឺយើងដកផ្លាស់ចេញពីកុំព្យូទ័រទៅគឺ Windows យើងដំឡើងបានជោគជ័យហើយអញ្ចឹងយើងរងចាំតិចព្រោះការ install នេះវាត្រូវការទាញ file ចំណាយពេលប្រហែលជា5ទៅ10នាទីបងប្អូនទៅតាមម៉ាស៊ីនកុំព្យូទ័រណាទៅដើរលឿនដើរយឺតតាម speed របស់កុំព្យូទ័រយើងដែរកុំព្យូទ័រនេះវារៀងចាស់ទ្រុឌទ្រោមដែរហើយចឹងវារៀង slow តិចអញ្ចឹងដល់ការដំណើរការក៏រៀងយឺតតិចដែរបងប្អូនអញ្ចឹងខ្ញុំនឹងថតវីដេអូបន្ទាប់ឲ្យអ្នកទាំងអស់គ្នាមើលអរគុណជួបខ្ញុំបន្តិចទៀតអូខេអ្នកទាំងអស់គ្នាឥឡូវយើងតវីដេអូយើងទៀតឥឡូវយើងមើលវាដើរបាន98 99% ហើយចឹងនៅពេលដែលវាពេញ 100% វានឹង load មកបន្តដើម្បីដំណាក់កាលនេះទៀតហើយនៅដំណាក់កាលចុងក្រោយនេះគឺយើងមានពេល10វិនាទីសម្រាប់ដកផ្លាស់ចេញណា
យើងត្រូវដកផ្លាស់នេះចេញទៅពេលដែលវាដល់ហ្នឹងវាលោតវិនាទីប្រាប់យើងនៅសល់មួយទៀតនេះតែខ្លះចំណុចនេះយើងត្រូវដកផ្លាស់ចេញបើស្អីយើងអត់ដកទេវានឹង restart Windows នឹង boot ម្ដងទៀតអញ្ចឹងការឈប់ Windows របស់យើងនៅក្នុងថ្ងៃនេះគឺបានជោគជ័យហើយគឺប៉ុណ្្នឹងឯងយើងអាចប្រើប្រាស់បានណាទៅពេលកុំព្យូទ័រយើងឈប់បើកចេញដំណើរការយើងគ្រាន់តែ set up driver ដែលនៅសល់ទៅថាវានៅខ្វះ driver អីខ្លះយើង set up download driver នឹងយកមកបន្ថែមទៅគឺយើងអាចប្រើការបានហើយអញ្ចឹងអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូមួយនេះហើយនឹងជួបខ្ញុំនៅវីដេអូបន្តទៀតសូមអរគុណ